សមាគមកម្ពុជាបានរៀបចំវេទិកាកិច្ចសន្ទនាគោលនយោបាយថ្នាក់ជាតិស្ដីអំពីការស្រាវជ្រាវនវានុវត្តន៍ដឹកនាំដោយកសិករដើម្បីជំរុញការផ្លាស់ប្ដូរប្រកបដោយចីរភាពនៃកសិអេកូឡូស៊ីនិងប្រព័ន្ធស្បៀងអាហារសមាគមកម្ពុជានៅព្រឹកថ្ងៃទី29ខែមិថុនាឆ្នាំ2026នេះបានសហការជាមួយអង្គការដៃគូនានាបានរៀបចំវេទិកាកិច្ចសន្ទនាគោលនយោបាយថ្នាក់ជាតិស្ដីអំពីការស្រាវជ្រាវនវានុវត្តន៍ដឹកនាំដោយកសិករដើម្បីជំរុញការផ្លាស់ប្ដូរប្រកបដោយចីរភាពនៃកសិអេកូឡូស៊ីនិងប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាពនៅកម្ពុជាវេទិកានេះគឺរៀបចំឡើងនៅសន្តាគារកម្ពុជាណារាជធានីភ្នំពេញក្រោមអធិបតីភាពលោកជំទាវយើអាស៊ីគីនបាទអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទលោកហឹមនឿនអគ្គលេខាធិការសមាគមកម្ពុជាលោកសោមសុភ័ក្រនាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីអភិវឌ្ឍលោកចាប់វិបុលនាយកផ្នែកគុណវុឌ្ឍអភិវឌ្ឍកម្មវិធីនៃអង្គការទស្សនពិភពលោកប្រចាំប្រទេសកម្ពុជានិងតំណាងកសិករជាច្រើនរូបផងដែរលោកហឹមនឿនដែលជាអគ្គលេខាធិការសមាគមកម្ពុជាបានបញ្ជាក់ថាវេទិកានេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់ការស្រាវជ្រាវនវានុវត្តន៍ដែលដឹកនាំដោយកសិករតាមរយៈការសិក្សាពីបទពិសោធន៍ជាក់ស្ដែងនៅមូលដ្ឋានការពិសោធន៍នៅកសិដ្ឋាននិងការរៀនសូត្ររួមគ្នារវាងកសិករអ្នកស្រាវជ្រាវអ្នករៀបចំគោលនយោបាយភាគីពាក់ព័ន្ធផ្សេងម្យ៉ាងវិញទៀតការសន្ទនានេះគឺបង្ហាញយ៉ាងច្បាស់ថាកសិករគឺជាអ្នកដឹកនាំឈានមុខគេនៅក្នុងការច្នៃបង្កើតថ្មីតាមរយៈការស្រាវជ្រាវដោយមានការចូលរួមពីកសិករនិងបានកំណត់អត្តសញ្ញាណបញ្ហាប្រឈមផ្ទាល់ខ្លួនបទពិសោធន៍ជាមួយនឹងដំណោះស្រាយពាក់ព័ន្ធនៅមូលដ្ឋាននិងការបង្កើតភស្តុតាងរួមគ្នាដំណើរការនេះគឺបង្ហាញថាកសិករមិនត្រឹមតែទទួលយកនឹងការច្នៃប្រឌិតប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងជាអ្នកបង្កើតចំណេះដឹងដំណោះស្រាយរួមទៀតផងការដោះស្រាយដោយមានការចូលរួមពីកសិករមិនត្រឹមតែជាការលើកកម្ពស់ការអនុវត្តកសិអេកូឡូស៊ីប៉ុណ្ណោះទេប៉ុន្តែវាជាការទទួលស្គាល់កសិករជាអ្នកច្នៃប្រឌិតដែលរួមចំណែកនៅភស្តុតាងនិងការយល់ដឹងដ៏មានតម្លៃសម្រាប់ការផ្លាស់ប្ដូរប្រព័ន្ធស្បៀងប្រកបដោយចីរភាពផងដែរលោកសំសុភ័ក្របានអះអាងថាពិភាក្សានេះគឺបានពង្រឹងការផ្សារភ្ជាប់គ្នារវាងកសិករនិងកម្រិតពូជផ្ដើមការស្រាវជ្រាវរបស់យុវជននិងការរៀបចំបង្កើតគោលនយោបាយការយល់ដឹងដែលបានចែករំលែកនៅថ្ងៃនេះនឹងជួយផ្ដល់នូវព័ត៌មានសម្រាប់គោលនយោបាយប្រកបដោយបរិយាបន្ននិងការឆ្លើយតបកាន់តែប្រសើរឡើងនឹងការគាំទ្រប្រព័ន្ធស្បៀងអាហារដោយចីរភាពនិងពង្រីកការបង្កើតថ្មីផ្នែកកសិអេកូឡូស៊ីដែលត្រូវបានសាកល្បងដោយជោគជ័យសម្រាប់កញ្ញាសុកច័ន្ទរស្មីលេខាធិការដ្ឋានបណ្ដាញអាលីសៀបានសង្កត់ធ្ងន់ថាកសិករមិនត្រឹមតែគ្រាន់តែជាអ្នកទទួលស្គាល់ប៉ុណ្ណោះទេពួកគាត់គឺជាអ្នកមានចំណេះដឹងមូលដ្ឋានដែលមានបទពិសោធន៍ការច្នៃប្រឌិតបង្កើតថ្មីនិងការយល់ដឹងចាំបាច់ក្នុងការបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាពការចូលរួមដោយផ្ទាល់របស់ពួកគាត់ធានាថាការត្រូវការពិតប្រាកដនោះគឺជាដំណោះស្រាយតាមរយៈកិច្ចពិភាក្សានេះគឺនឹងដឹកនាំដោយកសិករបានជំរុញឲ្យមានភាពជាម្ចាស់ពង្រឹងការបញ្ញាចិត្តនិងការលើកកម្ពស់និរន្តរភាពក្នុងរយៈពេលវែងនៃអន្តរាគមន៍នានាដោយសង្ឃឹមថាសកម្មភាពទាំងនេះនឹងឆ្លើយតបទៅនឹងតថភាពជាក់ស្ដែងនៅក្នុងមូលដ្ឋានសម្រាប់លោកចាប់វិបុលដែលជានាយកគុណវុឌ្ឍកម្មវិធីនៃការអភិវឌ្ឍអង្គការទស្សនពិភពលោកអន្តរជាតិប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថាថ្មីនេះគឺអង្គការទស្សនពិភពលោកគឺបានបដិញ្ញាចិត្តធ្វើការរួមគ្នាជាមួយសហគមន៍ដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាកសិករតាមរយៈការអនុវត្តកសិបរិស្ថានដែលមាននិរន្តរភាពដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុជំរុញនៅមូលដ្ឋានដោយផ្ទាល់តាមរយៈការគាំទ្របង្កើតថ្មីដែលដឹកនាំដោយកសិករនិងយុវជនគឺកំពុងតែជួយគ្រួសារពង្រឹងភាពធន់របស់ពួកគេគណៈដែលការកសាងប្រព័ន្ធស្បៀងអាហារដែលមានសុខភាពល្អនិងមាននិរន្តរភាពជាងមុនសម្រាប់លោកជំទាវយើអាស៊ីគីនដែលជាអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទបានបញ្ជាក់ថាតាមរយៈកម្មវិធីការអនុវត្តនៅក្នុងគម្រោងការស្រាវជ្រាវដោយនវានុវត្តន៍ដឹកនាំដោយកសិករសម្រាប់ការផ្លាស់ប្ដូរប្រកបដោយចីរភាពនៃកសិអេកូឡូស៊ីនិងប្រព័ន្ធស្បៀងអាហារដែលអនុវត្តភាពជាដៃគូគឺបានបង្ហាញឲ្យឃើញពីតម្លៃនៃការរៀនសូត្ររួមគ្នាការពិសោធន៍នៅកសិដ្ឋានការចែករំលែកបទពិសោធន៍និងការបង្កើតនូវភស្តុតាងពីមូលដ្ឋានលទ្ធផលនេះគឺមានសារៈសំខាន់នៅក្នុងការជួយបង្កើនផលិតភាពក្នុងការកាត់បន្ថយថ្លៃដើមផលិតនិងការលើកកម្ពស់ជីវៈចម្រុះដែលបង្កើតភាពធន់របស់ប្រព័ន្ធកសិកម្មចំពោះការប្រែប្រួលអាកាសធាតុបាទដូច្នេះសូមស្ដាប់ប្រសាសន៍លោកហឹមនឿនអគ្គលេខាធិការនៃសមាគមកម្ពុជាដូចតទៅកិច្ចសន្ទនាថ្ងៃនេះត្រូវបានរៀបចំឡើងក្រោមក្របខ័ណ្ឌគម្រោងស្រាវជ្រាវប្រកបដោយនវានុវត្តន៍ដឹកនាំដោយកសិករសម្រាប់ការផ្លាស់ប្ដូរប្រកបដោយចីរភាពនៃកសិអេកូឡូស៊ីនិងប្រព័ន្ធស្បៀងអាហារយើងហៅកាត់ថាគម្រោង FIRST ក្រោមប្រធានបទការស្រាវជ្រាវនវានុវត្តន៍ដែលដឹកនាំដោយកសិករដើម្បីជំរុញការផ្លាស់ប្ដូរប្រកបដោយចីរភាពនៃកសិអេកូឡូស៊ីនិងប្រព័ន្ធស្បៀងអាហារដែលមានអ្នកចូលរួមប្រមាណ120រូបក្នុងគោលបំណងដើម្បីបង្ហាញលទ្ធផលសិក្សាស្រាវជ្រាវមេរៀនល្អៗដែលទទួលបាន
និងនវានុវត្តន៍ដែលបានបង្កើតឡើងតាមរយៈការសិក្សាស្រាវជ្រាវដោយមានការចូលរួមដែលដឹកនាំដោយកសិករជាពិសេសស្ត្រីយុវជននិងជនជាតិដើមភាគតិចស្ដីអំពីកសិអេកូឡូស៊ីនិងប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពទី2ដើម្បីបង្កើតវេទិកាពហុភាគីជំរុញកិច្ចសន្ទនាការផ្លាស់ប្ដូរចំណេះដឹងបទពិសោធន៍និងសហការរវាងកសិករជាស្ត្រីយុវជនជនជាតិដើមភាគតិចសហគមន៍កសិកម្មអ្នករៀបចំគោលនយោបាយស្ថាប័នស្រាវជ្រាវសាកលវិទ្យាល័យអង្គការសង្គមស៊ីវិលវិស័យឯកជននិងដៃគូអភិវឌ្ឍន៍ទី3ដើម្បីកំណត់នៅឱកាសបញ្ហាប្រឈមនិងចន្លោះប្រហោងនៃគោលនយោបាយដែលជាអធិពលដល់ការអនុវត្តនិងពង្រីកវិសាលភាពនៃការអនុវត្តកសិអេកូឡូស៊ីព្រមទាំងការអភិវឌ្ឍប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាពបាទសូមស្ដាប់ប្រសាសន៍លោកជំទាវដូចតទៅដើម្បីឲ្យកិច្ចសន្ទនាគោលនយោបាយរបស់យើងនៅថ្ងៃនេះផ្លាស់ប្ដូរទៅជាសកម្មភាពជាក់ស្ដែងដែលមានឥទ្ធិពលនិងទូលំទូលាយនេះខ្ញុំសូមផ្ដល់ជាធៀបចូលនិងជាអនុសាសន៍នៃការណែនាំគន្លឹះចំនួន3សម្រាប់អង្គវេទិកាពិចារណាទី1ការបង្កើតយន្តការវេទិកាចែករំលែកបទពិសោធន៍ល្អៗបងចាវិបុលបានលើកដែរពាក់ព័ន្ធជាមួយនឹងចំណុចនេះហើយយើងចាំបាច់ត្រូវបង្កើតឲ្យមានយន្តការនេះឬបណ្ដាញរួមមួយដែលអនុញ្ញាតឲ្យកសិករស្ថាប័នស្រាវជ្រាវនិងដៃគូអភិវឌ្ឍន៍អាចធ្វើការផ្លាស់ប្ដូរនិងផ្សព្វផ្សាយនៅរាល់បទពិសោធន៍ជោគជ័យmodel គំរូអាជីវកម្មនិងបច្ចេកវិទ្យាដែលបានសាកល្បងរួចហើយការចងក្រងបទពិសោធន៍ល្អៗនេះនឹងคล้ายទៅជាទុនដ៏មានតម្លៃសម្រាប់កសិករផ្សេងទៀតយកទៅអនុវត្តតាមជាវាការខាត់បងពេលវេលានិងថវិកាចំណុចទី2នេះខ្ញុំសូមអង្គវេទិកាមេត្តាពិចារណាផងដែរទៅលើការបដោតលើការពិភាក្សាអំពីនវានុវត្តន៍កសិអេកូឡូស៊ីដែលផ្ដល់ផលប្រយោជន៍ទ្វេដងទាំងផ្នែកសេដ្ឋកិច្ចនិងបរិស្ថាននេះខ្ញុំសូមលើកទឹកចិត្តឲ្យអង្គវេទិកាទាំងមូលជជែកពិភាក្សាឲ្យបានស៊ីជម្រៅលើប្រធានបទនវានុវត្តន៍បញ្ហាណាដែលអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមករវាងចំណូលកសិករនិងនិរន្តរភាពបរិស្ថានពេលខ្លះការពិភាក្សាយើងផ្ដោតតែមួយផ្នែកពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចយើងភ្លេចគិតអំពីបញ្ហាបរិស្ថានខ្ញុំគិតថាការអនុវត្តភាពជោគជ័យក៏អត់មានគ្រប់ជ្រុងជ្រោយដែរអញ្ចឹងពីរហ្នឹងគឺត្រូវដើរទន្ទឹមគ្នាទាំងផលសេដ្ឋកិច្ចទាំងផលបរិស្ថានកសិអេកូឡូស៊ីមិនមែនគ្រាន់តែជាការអភិរក្សធម្មជាតិប៉ុណ្ណោះទេប៉ុន្តែវាត្រូវតែជាដំណោះស្រាយដែលអាចកាត់បន្ថយថ្លៃដើមផលិតកម្មនៅក្នុងទិសស្លោកមួយដែលយើងបានលើកឡើងអំពីមានហូបមានបានការនេះបើពាក់ព័ន្ធជាមួយនឹងមានបានគឺយើងសម្ដៅជំរុញធ្វើយ៉ាងណាឲ្យថ្លៃដើមរបស់យើងនឹងគឺមានថោកមានន័យថាចំណាយតិចប៉ុន្តែចំណេញបានច្រើនបង្កើនទិន្នផលនិងបង្កើតតម្លៃបន្ថែមលើទីផ្សារដើម្បីធានាថាប្រជាកសិកររបស់យើងអាចមានបាននិងមានរហូតពីរបរមួយនេះចំណុចទី3ជាចំណុចចុងក្រោយគឺនឹងខ្ញុំសូមជំរុញការជំរុញសកម្មភាពរួមគ្នារវាងដៃគូរដ្ឋនិងឯកជន PPP Public Private Partnership ក្នុងការអនុវត្តកសិអេកូឡូស៊ីខ្ញុំប្រហែលជាសម្រាប់វេទិកានេះបើសិនជាមានក្រុមហ៊ុនឯកជនបានចូលរួមដែរខ្ញុំគិតថាក៏ជាផ្នែកមួយដ៏សំខាន់ដែរពីព្រោះការអនុវត្តភាគច្រើនដៃគូផ្នែកឯកជនគាត់ចូលរួមសកម្មនៅក្នុងធាតុចូលកសិកម្មចាបាទបើតាមលោកជំទាវយើអាស៊ីគីនបានមានប្រសាសន៍បញ្ជាក់ថាកិច្ចសន្ទនាគោលនយោបាយថ្ងៃនេះមិនត្រឹមតែជាវេទិកាសម្រាប់បង្ហាញលទ្ធផលស្រាវជ្រាវនិងបទពិសោធន៍ប៉ុណ្ណោះទេក៏ប៉ុន្តែជាឱកាសដ៏មានតម្លៃសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការពិភាក្សាកំណត់បញ្ហាប្រឈមស្វែងរកឱកាសរៀបចំអនុសាសន៍ដែលអាចរួមចំណែកដល់ការកែលម្អគោលនយោបាយនិងយន្តការគ្រប់គ្រងការអភិវឌ្ឍកសិអេកូឡូស៊ីនៅកម្ពុជាផងដែរ